គុណបុណ្យខ្មោចពោតច្រៃនៅក្នុងភូមិជនបទដាច់ស្រយាលមួយមានកំឡោះម្នាក់ឈ្មោះស៊ីមបានលងស្នេហ៍ជាមួយនឹងក្រមុំម្នាក់ឈ្មោះឌួងនៅឯចុងភូមិកំឡោះស្រុកស្រែម្នាក់នេះតែងតែទៅមករកក្រមុំឌួងជានិច្ចមិនថាពេលយប់ឬពេលថ្ងៃទេឲ្យតែនឹកចង់ទៅគេទៅភ្លាមយប់មួយជាយប់ថ្ងៃ15កើតដែលចាស់បុរាណលោកតែងតែនិយាយគ្នាថាយប់លេងខ្មោចប៉ុន្តែទោះជាលេងខ្មោចលេងព្រាយអីក៏ដោយក៏កំឡោះស៊ីមមិនចាប់អារម្មណ៍ដែររឿងដែលគេចាប់អារម្មណ៍គឺជានាងឌួងសង្សារបណ្ដូលចិត្តស្រស់ស្អាតតែម្នាក់គត់យប់នោះក្រោយពីងូតទឹកងូតភក់ហូបបាយហូបទឹករួចហើយនីកំឡោះស៊ីមរៀបចំខ្លួនចេញពីផ្ទះតម្រង់ទៅកាន់ផ្ទះស្រីស្រស់បណ្ដូលចិត្តនៅចុងភូមិចម្ងាយប្រហែលជាង2គីឡូម៉ែត្របង្កប់ដោយក្តីរំភើបថានឹងបានជួបនាងក្នុងរាត្រីខែភ្លឺដ៏ត្រកាលនេះជាមិនខានមុនពេលចេញដំណើរស៊ីមបានយកអាវុធតាមរបៀបអ្នកស្រែចម្ការទៅជាប់ខ្លួនផងដែរនោះគឺដាវដួងច័ន្ទពណ៌ស្លាទុំកំពុងចរគ្រឿងនៅលើចុងឈើទីខាងកើតចែងចាំងពន្លឺគ្រប់ដណ្ដប់ផ្ទៃដីស្រែដែលទើបនឹងជ្រោកកាត់រួចថ្មីនៅសល់តែគល់ចិញ្ច្រាំងមើលទៅឃើញរាបស្មើដូចកំរាលព្រំនីស៊ីមដាស្ទង់តាមផ្លូវរទេះកាត់វាលស្រែដៃឆ្វេងកាន់ដាវដៃស្ដាំត្បៀតបារីជក់ចោលពន្លឺក្រហមព្រាបផ្សែងហូរយ៉ាងមានសេចក្តីសុខដើរទៅបានពាក់កណ្ដាលផ្លូវគេអាចមើលឃើញដំបូលផ្ទះរបស់នាងក្រមុំឌួងស្ទង់ដោយសារពន្លឺព្រះច័ន្ទភ្លាមនោះស្រាប់តែសំឡេងឆ្កែលូដោយគ្មានហេតុផលសំឡេងឆ្កែមិនមែនចេញពីក្នុងភូមិទេប៉ុន្តែជាសំឡេងលូនៅកណ្ដាលវាលស្រែទៅវិញនីស៊ីមខំប្រឹងងាកក្រោកមើលតាមរយសំឡេងនោះតែមិនឃើញរូបរាងរបស់ឆ្កែសោះគេគិតក្នុងចិត្តម្នាក់ឯងថាកណ្ដាលវាលស្រែគ្មានផ្ទះមួយក្នុងផងឆ្កែនឹងវាមកពីណាប្រសិនបើអ្នកខ្លះវិញប្រហែលជាត្រូវព្រើរោមប៉ះសក់ព្រាតទៅហើយព្រោះគេតែងតែនិយាយថាឆ្កែវាលូព្រោះឃើញខ្មោចប៉ុន្តែនេះជានីស៊ីមគេជាកំឡោះមិនមែនចេះខ្លាចមនុស្សឬខ្មោចព្រាយបិសាចអីទេជើងពីររបស់គេនៅតែបន្តបោះជំហានទៅជារឿយនៅមិនប៉ុន្មានទៀតទេនឹងដល់ផ្ទះនាងឌួងហើយឆ្កែចង់លូឲ្យវាលូស្រេចតែវាទៅដើរទៅទៀតមិនទាន់បានប៉ុន្មានជំហានផងនីស៊ីមក៏បានឃើញរាងស្ទង់របស់នរណាម្នាក់អង្គុយបែរខ្នងឲ្យនៅលើដង្គត់ឈើក្បែរផ្លូវរទេះនីទាញដាវចេញពីស្រោមយ៉ាងរហ័សតាមសញ្ញេញាណក្នុងការប្រយ័ត្ននួនដោយគិតក្នុងចិត្តថានរណាគេមកអង្គុយហាលខ្យល់ហាលសន្សើមទស្សនាដួងច័ន្ទអីកណ្ដាលវាលស្រែយ៉ាងនេះលុះដើរទៅជិតដល់ទើបដឹងថាជាស្រីព្រោះសក់វែងស្មើចង្កេះនាងអង្គុយថ្មឹងបែរខ្នងដូចរូបចម្លាក់នីស៊ីមចោលកន្ទុយបារីក្បែរផ្លូវរទេះយកកែងជើងជន់ពន្លត់កំទេចភ្លើងហើយបញ្ចេញសំឡេងក្រហមមុននឹងសួរថាណែប្អូនស្រីមកអង្គុយធ្វើអ្វីនៅទីនេះនាងម្នាក់នោះបែរមកឆ្លើយដោយសំឡេងវែងថាមកចាំជួបបងនឹងឯងឆ្លើយហើយក៏ក្រោកពីដង្គត់ឈើមកឈរលើផ្លូវរទេះស្ទាក់មុខនីស៊ីមនិងស្រីចម្លែកម្នាក់នោះឈរទល់មុខគ្នាជំងាយមួយហត្ថប៉ុណ្ណោះនីកំឡោះហាក់ដូចជាស្លុតវិញ្ញាណបន្តិចនៅពេលដែលឃើញស្រីស្រស់ដូចទេពកញ្ញាឈរស្ទាក់មុខយ៉ាងប្រហើននាកណ្ដាលព្រៃយ៉ាងដូចនេះនីខំតាំងចិត្តជាថ្មីរួចសួរបន្តថាណែប្អូនស្រីនាងប្រាប់ថានាងមករងចាំជួបខ្ញុំតើចាំជួបខ្ញុំធ្វើអ្វីនាងជានរណាមកពីណាខ្ញុំមិនដែលស្គាល់នាងទេក្រមុំយាមវិការបោះដៃមកជំពីមុខនីស៊ីមហើយថាសុំបារីមួយដើមសិនសឹមយើងប្រាប់នីស៊ីមគិតក្នុងចិត្តស្រីនេះជាស្អីមកពីណាដែរ
នីមើលមុខនាងបណ្ដាដៃរាវលូកយកកញ្ចប់បារីចេញពីហោប៉ៅបណ្ដារួចដកមួយដើមហុចទៅឲ្យនាងទទួលយកដាក់បៀមក្នុងមាត់រួចហើយបក់ដៃធ្វើជាសញ្ញាឲ្យនីកំឡោះអុចបារីឲ្យនាងបឺតផ្សែងចូលទៅក្នុងមាត់យ៉ាងវែងទើបបង្ហុយចេញមកផ្សែងទ្រប់ដូចផ្សែងភ្លើងគប់នីស៊ីមស៊ូបន្តថានាងនៅក្រមុំអីចឹងចេះជួបបារីដែរនាងសាយកាច់ក៏មុននឹងឆ្លើយថាកាលពីមុនមិនចេះជក់ទេប៉ុន្តែដោយសារមានមនុស្សចេះតែយកមកសែងញឹកញាប់ពេកយូរខ្ញុំក៏ញៀនទៅនីស៊ីមថយក្រោយមួយជំហានភ្ញាក់នឹងសម្ដីមួយមាត់ដែលថាមានមនុស្សយកមកសែនទើបសួរនាងថានាងនិយាយថាមានគេយកមកសែនយ៉ាងម៉េចតើនាងជាស្អីហើយប្រាប់ខ្ញុំបានឬនៅថានាងមករងចាំខ្ញុំធ្វើអ្វីនាងយាមវិការចង្អុលទៅដើមជ្រៃធំកណ្ដាលវាស្រែហើយប្រាប់ថាខ្ញុំនៅទីនោះជាង200ឆ្នាំហើយនរណាមានរឿងអ្វីតែងតែបន់ស្រន់ឲ្យខ្ញុំជួយពេលខ្ញុំជួយសម្រេចគេក៏នាំយកសំណែនផ្សេងមកលាបំណន់ក្នុងនោះខ្ញុំចូលចិត្តបារីជាងគេបំផុតនិយាយបានប៉ុណ្ណោះនាងក៏បង្អង់បើថ្នាំមួយហឺទៀតចំណែកនីស៊ីមវិញគេបានយល់ច្បាស់ថានាងជាខ្មោចកាន់ដើមពោតជ្រៃនោះឯងខ្ញុំមករងចាំបងក៏ដើម្បីប្រាប់ថាថ្ងៃនេះបងគុំទៅរកដួងអីហេតុអ្វីដួងជាស្រីស្អាតបរោះដែលលងស្នេហ៍ជាមួយនាងមានច្រើនអ្នកណាស់មិនមែនតែបងម្នាក់ឯងទេក្នុងនោះក៏មានកូនប្រធានភូមិម្នាក់ដែរដែលស្រឡាញ់នាងដួងប៉ុន្តែនាងដួងមានបេះដូងតែមួយសម្រាប់តែបងម្នាក់ប៉ុណ្ណោះយប់នេះអាឯងកូនប្រធានភូមិនាំដៃជើងរបស់វាទៅពួនស្ទាក់ចាំសម្រាប់បងត្រង់ច្រកផ្លូវចូលផ្ទះដួងប្រសិនបើបងទៅអាឯងនិងកូនចៅរបស់វានឹងសម្លាប់បងយ៉ាងពិតប្រាកដខ្ញុំដឹងថាបងមិនខ្លាចប៉ុន្តែបងតែម្នាក់ឯងទោះជាបងពូកែយ៉ាងណាក៏ដោយបាំខាងណាច្រើនជាងម្ខាងនោះជាអ្នកឈ្នះបងជឿខ្ញុំចុះគុំទៅអីនាំគ្រោះថ្នាក់បងនឹងដួងជាគូនឹងគ្នាត្រូវតែបានរៀបការជាមួយគ្នាយ៉ាងពិតប្រាកដខ្ញុំឃើញបងជាមនុស្សល្អទើបខ្ញុំមកប្រាប់ខ្ញុំទៅហើយណារាងកាយរបស់ស្រីយាមវិការបាត់ខ្លួនទៅវិញព្រមជាមួយនឹងសូឆ្កែលូនីស៊ីមបែរមុខទៅរកដើមពោតជ្រៃលើកដៃប្រណម្យពោលពាក្យអរគុណមិនគួរឲ្យជឿក៏ត្រូវតែជឿក្រោយមកនីស៊ីមក៏បានរៀបការជាមួយនឹងនាងដួងយ៉ាងពេញចិត្តពួកគេនឹកដល់គុណអ្នកថែរក្សាដើមពោតព្រមទាំងបានចំណាយធនធានធ្វើជាកូនខ្ទុំមួយយ៉ាងសង្ហាក្រោមដើមពោតជ្រៃធំនោះនឹងបានទិញរបស់របរមកសែនឲ្យជាប្រចាំជាពិសេសគឺបារីរឿងកម្មពៀមានមែនក្រោយពីញ៉ាំបាយល្ងាចរួចសុភានិងស៊ុំដែលជាភរិយារបស់ខ្ញុំក៏នាំគ្នាចូលគេងតាមបន្ទប់រៀងខ្លួនយប់នេះជាវេនដែលខ្ញុំត្រូវគេងជាមួយស៊ុំក្រោយពីងូតទឹករួចហើយខ្ញុំក៏បើកទ្វារបន្ទប់ទៅរកស៊ុំនាងនៅក្នុងឈុតស្ដើងដោយមិនពាក់អាវទ្រនាប់ឬស្លៀកខោក្នុងឡើយដូច្នេះហើយទើបអាចសម្លឹងឃើញគ្រប់កន្លែងផ្សេងនៃរាងកាយរបស់ស៊ុំបានយ៉ាងច្បាស់និស្ស័យរបស់ខ្ញុំរមែងមិនព្រមបិទភ្លើងទេនៅពេលដែលដេកជាមួយប្រពន្ធស៊ុំគេងនៅលើគ្រែរង់ចាំខ្ញុំជាស្រេចខ្ញុំដោះសម្លៀកបំពាក់ខ្លួនឯងចេញហើយក៏ងាកមកដោះសម្លៀកបំពាក់ដ៏ស្ដើងរបស់ស៊ុំទៀត
រាងកាយរបស់យើងទាំងពីរនាក់ពេលនេះតិចចេះទាំងគូខ្ញុំប្រើក្រសែភ្នែកសម្លឹងទៅតាមទីផ្សេងរបស់ស៊ុំនាងដេកបិទភ្នែកដកដង្ហើមធំប្រៀបដូចជាកំពុងកើតអារម្មណ៍ឡើងមកហើយខ្ញុំថាបជញ្ជក់ទៅពីពេញរាងកាយរបស់នាងយ៉ាងគួរឲ្យជាប់ចិត្តដិតអារម្មណ៍ជាពិសេសកន្លែងដែលខ្ញុំពេញចិត្តជាងគេគឺដោះទាំងគូដ៏ធំរបស់នាងគួរធ្ងោគួរឲ្យពេញចិត្តនៅពេលដែលដល់ចំណុចកំពូលម្ដងព្រឹកនេះនាងត្រូវទៅផ្សារចំណែកសុភានៅរៀបចំផ្ទះប៉ុន្តែគួរឲ្យចម្លែកថ្ងៃនេះទៅផ្សារយូរណាស់អត់ព្រមត្រឡប់មកវិញខ្ញុំតាមទៅរកក៏មិនឃើញមិនដឹងជានាងទៅណានៅពេលកំពុងធ្វើការស្រាប់តែមានស្ត្រីចំណាស់ម្នាក់មកប្រាប់ថាអាថនបានបបួលនាងសុំប្រពន្ធរបស់ឯងទៅជាមួយគ្នាហើយពិតមែនឬខ្ញុំបញ្ជាក់ទៅស្ត្រីចំណាស់វិញពិតមែនណាយើងទៅកុហកឯងធ្វើអី3ថ្ងៃក្រោយមកខ្ញុំបានទទួលសម្បត្តិពិសេសមួយច្បាប់របស់ស៊ុំនាងសរសេរមកថាស៊ុំសូមលាបងហើយអូនមិនហ៊ានមកជួបបងស៊ុំលាដោយផ្ទាល់ទេអភ័យទោសឲ្យស៊ុំផងចុះអូនរត់តាមបងថននេះក៏ព្រោះគាត់ថានឹងស្រឡាញ់អូនអស់មួយជីវិតទើបអូនប្រថុយទៅខ្ញុំអានសម្បត្តិចប់ក៏ហុចទៅឲ្យសុភាអានបន្តសុភាអានហើយក៏សួរខ្ញុំថាបងខឹងនឹងស៊ុំទេបងមិនខឹងទេប្រសិនបើទៅហើយមានសេចក្តីសុខនោះសុភាក៏អញ្ចឹងដែរបើទៅជាមួយអ្នកណាមានសេចក្តីសុខជាងនៅជាមួយបងក៏ទៅចុះសុភាមិនទៅណាចោលបងទេព្រោះសុភាស្រឡាញ់បងសុភាព្រមធ្វើជាប្រពន្ធរបស់បងតែម្នាក់គត់ល្អណាស់កំពូលស្នេហ៍បងខ្ញុំដើរទៅរកសុភាអបថាបនាងដោយក្តីស្រឡាញ់មិនយូរប៉ុន្មានរាងកាយរបស់យើងក៏អស់សម្លៀកបំពាក់រលីងខ្ញុំចាប់សុភាឲ្យដេកផ្ងានៅលើគ្រែរួចទ្រពពីលើរាងកាយរបស់សុភាថាបជារឿយតាមចំណុចសំខាន់នៅលើរាងកាយរបស់នាងពេលវេលាបានកន្លងផុតទៅខ្ញុំកំពុងតែដេកជាមួយសុភាត្រចៀករបស់ខ្ញុំក៏បាននិយាយសំឡេងហៅខ្ញុំក៏ចេញមកមើលថាតើជាអ្នកណាព្រោះសំឡេងយិតបង្អូរវែងដូចជាសំឡេងបិសាចខ្ញុំចេញមកមើលដល់ក្រៅផ្ទះក៏ឃើញពិតថាជាស៊ុំនោះឯងខ្ញុំញឹមចេញមកដោយរីករាយទឹកមុខរបស់ស៊ុំឡើងស្លេកដូចស៊ុតស្ងោរនាងស្ថិតនៅនងឈុតខោខៅបីនឹងអាវយឺតតុកមូលពេលនាងឃើញខ្ញុំក៏និយាយឡើងថាស៊ុំមកលាបងស៊ុំសុខសប្បាយទេខ្ញុំក៏សួរទៅវិញស៊ុំកំពុងទៅរកកន្លែងសុខសប្បាយហើយស៊ុំស្លាប់ហើយណាបងអាថនវិយុស៊ុំទៅលក់ឲ្យមេបនបញ្ជាឲ្យស៊ុំលក់ខ្លួនស៊ុំទ្រាំមិនបានក៏ចង់សម្លាប់ខ្លួនទៅនេះមានន័យថាស៊ុំជាខ្មោចឬខ្ញុំសួរទាំងភិតភ័យតែមិនមែនខ្លាចទេអាចមកពីទំនាក់ទំនងរបស់យើងពីមុនក៏ថាបានរួមទាំងការអាណិតអាសូរដល់ចតាកម្មរបស់នាងទៅវិញទេមែនហើយបងស៊ុំទៅសិនហើយណាបងរាងកាយរបស់ស៊ុំក៏បាត់ទៅខ្ញុំចូលទៅក្នុងផ្ទះហៅសុភានិយាយរឿងកាលពីអំបញ្ញមិញនេះឲ្យស្ដាប់សុភាដល់ថ្នាក់ទឹកភ្នែកអូរហាមព្រោះនឹកអាណិតអាសូរដល់នាងស៊ុំព្រឹកស្អែកឡើងខ្ញុំទិញសារព័ត៌មានមកអានស្រាប់តែឃើញមានដំណឹងអំពីស៊ុំដែលត្រូវគេនាំខ្លួនទៅលក់ឲ្យមេបន្ទីបំផុតក៏ចង់សម្លាប់ខ្លួនពេលវេលាបានកន្លងផុតទៅប៉ុន្មានថ្ងៃក្រោយមកក៏ឮដំណឹងមកថាអាថននិងមេបនដែលប៉ូលីសឃុំឃាំងទុកនោះត្រូវបានស្លាប់នៅក្នុងបន្ទប់ទាំងពីរនាក់តាមការស្រាវជ្រាវអំពីការស្លាប់នេះបង្ហាញថាអ្នកស្លាប់បានស្លាប់ដោយត្រូវគេច្របាច់ខ្ញុំ
ជឿជាក់ថាប្រកាសជាខ្មោចរបស់ស៊ុំទៅសងសឹកអ្នកទាំងពីរនោះវិញក្នុងការចាប់បង្ខំនាងឲ្យលួចខ្លួនរឿងវិញ្ញាណស្រីផ្កាមាសនាងឈូកជាស្រីស្រស់ស៊ីដាច់គេប្រចាំភូមិប៉ុន្តែគួរឲ្យស្ដាយដែលនាងជាស្រីមិនបរិសុទ្ធចាប់ពីពេញក្រមុំកាលណានាងលួចមានសង្សារមួយហើយមួយទៀតរាប់មិនអស់ទោះបីនាងស្រីសម្បូរប្រុសបន្តិចក៏ដោយប៉ុន្តែដោយសារសម្រស់ស្អាតនាងក៏បានរៀបការជាមួយនឹងបុរសម្នាក់ដែរជាកូនអ្នកមានជាងគេនៅក្នុងភូមិកូនកំលោះនោះមានអាយុជាង30ឆ្នាំទៅហើយក្នុងខាងដែលនាងទើបតែអាយុ15ឆ្នាំប៉ុណ្ណោះប្តីប្រពន្ធមួយគូនេះមានវ័យខុសប្លែកឆ្ងាយណាស់ហេតុនេះទើបសេចក្តីស្នេហារបស់គេទាំងពីរមិនសូវចុះសម្រុងនឹងគ្នាទេប៉ុន្តែដីនាងឈូកវិញស្រឡាញ់ប្រពន្ធដូចកែវភ្នែកព្រមទាំងប្រចែប្រច័ណ្ឌមិនឲ្យប្រុសណាមកតាក់ទងឬនិយាយស្ដីអីជាមួយនាងជាដាច់ខាតក្រោយពីយាបការមិនបានប៉ុន្មានគេក៏បានសង់ផ្ទះមួយយ៉ាងធំដែលប្រើសុទ្ធសឹងតែឈើម៉ៃសាក់ដោយសារតែនាងរៀបការនៅអាយុក្មេងខ្ចីពេកទើប4-5 ឆ្នាំក្រោយមកជីវិតគ្រួសារដែលមិនចុះសម្រុងនឹងគ្នាតាំងពីដំបូងមកនោះក៏កាន់តែប្រេះឆាខ្លាំងទៅព្រោះនាងឈូកក្លាយទៅជាស្រីចេះដើរលេងចោលផ្ទះដោយមិនគិតដល់នីតិខ្លួនជាមេផ្ទះឡើយប្តីរបស់នាងឈូកឈ្មោះអំណោយក្រោយមកអំណោយបានក្លាយទៅជាប្រធានភូមិទៀតលោកប្រធានភូមិអំណោយដឹងច្បាស់ថានាងឈូកជាប្រពន្ធចេះលួចមានសហាយដែរប៉ុន្តែទ្រាំលេបគ្រោះលេបថ្មក្រំគ្រីចិត្តតាមអ្នកឯងទៅនៅថ្ងៃណាមួយពេលនាងដើរលេងធុញណាយហើយនាងនឹកបដូរកាយបដូរចិត្តព្រមងាកមកនៅក្នុងរង្វង់ដៃរបស់ប្តីដូចដើមវិញជាមិនខានប៉ុន្តែលោកប្រធានភូមិអំណោយគិតខុសស្រឡះហើយព្រោះកាន់តែបណ្ដោយនាងឈូកកាន់តែភ្លើតភ្លើនឆ្ងាយទៅរហូតហើយលែងត្រឡប់ក្រោយទីបំផុតក៏រត់ទៅតាមប្រុសកំលោះម្នាក់បាត់ទៅលោកប្រធានភូមិអំណោយសោកសៅខូចចិត្តខ្លាំងណាស់មួយនឹកស្ដាយប្រពន្ធមួយខ្មាស់អ្នកស្រុកព្រោះខ្លួនមានងារជាប្រធានភូមិផងរហូតដល់ថ្ងៃមួយនាងឈូកក៏ត្រឡប់មកលន់ទូសារភាពកំហុសវិញលោកប្រធានភូមិអំណោយក៏ព្រមលើកទោសឲ្យនាងព្រោះយល់ថាយ៉ាងណាក៏ដោយនាងក៏ជាប្រពន្ធធ្លាប់រៀបការជាមួយគ្នាទោះបីជាអ្នកស្រុកចង់ពេបជ្រាយឬសាយចំអប់យ៉ាងណាក៏ដោយក៏ស្រេចតែគេទៅចោះប៉ុន្តែនាងឈូកត្រឡប់មកលើកនេះស្រពាប់ស្រពោនខុសប្លែកពីមុនដែលនាងធ្លាប់តែរីករាយស្រស់បោះជាប់ជានិច្ចលោកប្រធានភូមិអំណោយមិនហ៊ានសួរដេញដល់ទេព្រោះក្រែងប៉ះពាល់ដល់ផ្លូវចិត្តរបស់នាងចម្លែកជាងនេះទៅទៀតនោះនាងឈូកដេកនៅតែក្នុងបន្ទប់មិនព្រមចេញទៅណាមកណាដូចពីមុនឡើយរាងកាយដ៏លើបរលោងស្រស់ថ្លារបស់នាងដែលលោកប្រធានភូមិអំណោយធ្លាប់បោះអង្អែលពីមុនមកក៏ប្ដូរទៅទ្រុឌទ្រោមស្ទាបលែងមានរសជាតិលោកប្រធានភូមិសង្កេតឃើញថាតាំងពីប្រពន្ធរបស់ខ្លួនត្រឡប់មកវិញថ្ងៃណាក៏ឃើញមានសត្វមៀមដ៏ធំមួយក្បាលមកទំនៅលើដំបូលផ្ទះជាប្រចាំភ្នែករបស់វាសម្លឹងឡង់គួរឲ្យខ្លាចអ្នកស្រុកទីនោះគេមានជំនឿថាបើមានសត្វមៀមមកទំនៅលើដំបូលផ្ទះដូច្នេះជាប្រផ្នូលថាមានគ្រោះអាក្រក់ព្រោះសត្វវនេះមានលក្ខណៈរបស់យមទូតនៃសេចក្តីស្លាប់ដែលមិនមែនជាមង្គលល្អឡើយអ្នកស្រុកនាំគ្នានិយាយគ្រប់មាត់ថាលោកប្រធានភូមិអំណោយកំពុងតែមានគ្រោះអាក្រក់ហើយដូច្នោះទើបលោកប្រធានភូមិចាត់ឲ្យមនុស្សទៅរកគ្រូស័យសាស្ត្រ
មកជំរាមមន្ទិលនៅក្នុងផ្ទះចោលពេលគ្រូសៃសាសមកដល់ឃើញផ្ទះដែលសង់ដោយឈើម៉ៃសាក់មួយខ្នងធំរបស់លោកប្រធានភូមិគាត់ក៏រអ៊ូឡើងថាផ្ទះឈើម៉ៃសាក់វាសំរុំដល់ការអាស្រ័យរបស់វិញ្ញាណស្រីណាស់ដូច្នេះក៏កើតសង្ស័យលោកគ្រូមានន័យថាយ៉ាងម៉េចមានន័យថាផ្ទះនេះមានវិញ្ញាណខ្មោចស្រីនៅណាភ្លាមនោះលោកគ្រូដែលមានមន្តអាគមពូកែក៏បានអញ្ជើញឡើងទៅលើផ្ទះនិងចូលទៅបន្ទប់គេងរបស់នាងឈូកដែលកំពុងតែសំងំដេកប្រៀបដូចមនុស្សឈឺគ្រាន់តែគ្រូសៃសាសនិងលោកប្រធានភូមិអំណោយចូលមកដល់ភ្លាមនាងឈូកក៏ងាកមកមើលអ្នកទាំងពីរសន្សឹមកែវភ្នែករបស់នាងសម្លឹងថ្លែងនៅពេលជួបមុខគ្រូសៃសាសបញ្ជាក់ពីអាការតក់ស្លុតយ៉ាងខ្លាំងឯងជាគ្រូខ្មោចមែនទេអាកញ្ចាស់នាងឈូកស្រដីឡើងខុសពីសំឡេងធម្មតាដែលលោកប្រធានភូមិអំណោយធ្លាប់បាននៅពីមុនមកលោកប្រធានភូមិដល់ថ្នាក់ពូវរមនឹងសំដីប្រពន្ធពិតដូចជាសំដីអ្នកស្រុកនិយាយមែនបើសត្វមានទំលើផ្ទះនិងសញ្ញានៃភាពចង្រៃហើយសត្វមៀមនេះគឺជាយមទូតនៃសេចក្តីស្លាប់ផ្ទះឈើម៉ៃសាក់របស់លោកប្រធានភូមិអំណោយច្បាស់ជាមានវិញ្ញាណមកអាស្រ័យនៅយ៉ាងពិតប្រាកដវិញ្ញាណសាហាវនេះវាបានធ្វើឲ្យនាងឈូកផ្លាស់ប្ដូរទៅមកដល់ពេលនេះលោកប្រធានភូមិអំណោយជឿហើយថានាងឈូកត្រូវវិញ្ញាណខ្មោចព្រីចូលឬអាចជាយ៉ាងណាមួយជៀសមិនផុតទើបនាងត្រឡប់មកផ្ទះវិញទាំងសភាពខុសពីធម្មតាពីមុននាងឈូកជាមនុស្សរីករាយណាស់ប៉ុន្តែក្រោយពេលត្រឡប់មកសុំការប្រោសប្រណីពីប្តីអ្វីបានខុសប្រក្រតីទាំងអស់រហូតដល់លោកប្រធានភូមិជឿតាមសម្ដីអ្នកស្រុកហៅគ្រូសៃសាសមកដេញខ្មោចព្រីពីផ្ទះឈើម៉ៃសាក់រំដោះគ្រូភ័យពេលគ្រូសៃសាសបានឃើញនាងឈូកភ្លាមគាត់ដឹងច្បាស់ថានាងឈូកត្រូវវិញ្ញាណខ្មោចព្រីចូលហើយវិញ្ញាណនោះទៀតសោតមិនមែនជាវិញ្ញាណធម្មតាឡើយវាជាវិញ្ញាណរបស់ស្រីតណ្ហាក្រាស់ដែលត្រូវការអាស្រ័យនៅក្នុងរាងកាយរបស់នាងឈូកដើម្បីមកនៅក្នុងផ្ទះឈើម៉ៃសាក់នេះលោកប្រធានភូមិចេញទៅមុនសិនទៅហើយបិទទ្វារបន្ទប់ផងកុំភ្លេចថាទោះបីជាអ្វីក៏ដោយកុំភ័យហើយកុំចូលមកក្នុងបន្ទប់នេះប្រពន្ធរបស់លោកត្រូវវិញ្ញាណបោះខ្មោចព្រីចូលហើយពេលលោកប្រធានភូមិអំណោយចេញពីបន្ទប់ទៅគ្រូសៃសាសក៏លោកដៃចូលទៅក្នុងថង់យាមរាវរកវត្ថុខ្លាំងពូកែដែលបានរៀបចំទុកជាស្រេចនោះដើម្បីកំចាត់ខ្មោចព្រីគាត់សូត្រគាថាមួយសន្ទុះហើយក៏សួរទៅថាប្រាប់មកថាឯងជាអ្នកណានាងខ្មោចនិយាយចប់គ្រូសៃសាសក៏ចូលទៅរករាងកាយដែលកំពុងដេកស្ដោកលើគ្រែពេលនោះរាងកាយរបស់នាងឈូកក៏ងើបអង្គុយឡើងនិងសើចចំអកដាក់គ្រូសៃសាសវិញក្រោយពីគ្រូខ្មោចសូត្រគាថានាងឈូកក៏ចាប់ផ្ដើមខ្វល់ខ្វាយធ្វើរោគដូចជាបំរុងក្រោកចេញពីបន្ទប់ទៅប៉ុន្តែគ្រូសៃសាសលើករំពាត់ផ្ដៅវត្តស្ទាក់ពីមុខព្រមទាំងគំរាមថានាងខ្មោចចង្រៃហេតុអ្វីក៏មកសាងភាពក្តៅក្រហាយដល់ម្ចាស់ផ្ទះនេះឆាប់ចេញពីរាងកាយរបស់គេទៅបើមិនចេញទេអញនឹងវាឯងដោយរំពាត់ផ្ដៅនេះហើយនិយាយចប់គ្រូសៃសាសក៏លើករំពាត់ផ្ដៅវិវត្តទៅលើរាងកាយរបស់នាងឈូកសំឡេងនាងឈូកស្រែកធ្ងួយធ្ងរដោយក្តីឈឺចាប់អូយជួយប្រពន្ធផងលោកប្រធានភូមិទៅណាហើយមកជួយប្រពន្ធផងអូយ
សំឡេងរបស់នាងស្រែកសុំជំនួយពីលោកប្រធានភូមិអំណោយដែលកំពុងតែរងចាំស្ដាប់ការបង្កាបខ្មោចនៅខាងក្រៅបន្ទប់សំឡេងធ្ងរយ៉ាងអាណោចអាថមធ្វើឲ្យលោកប្រធានភូមិទ្រាំមិនបានក៏ប្រញាប់បើកទ្វារចូលទៅពេលមើលទៅឃើញគ្រូសៃសាសកំពុងតែវិវត្តប្រពន្ធដូច្នេះនឹកអាណិតក៏ចូលទៅហាមឃាត់ភ្លាមទាំងភ្លេចបម្រាមរបស់គ្រូសៃយាសាសមុននេះបានហើយខ្ញុំសូមអង្វរលោកគ្រូឈប់វីឈប់ប្រពន្ធខ្ញុំទៅវាជាវិញ្ញាណចង្រៃមិនមែនជាប្រពន្ធរបស់លោកទេកុំហាមអីខ្ញុំនឹងដេញវិញ្ញាណស្រីពេស្យាឲ្យចេញពីរាងកាយឥឡូវនេះប្រាប់មកមីខ្មោចចង្រៃឯងជាអ្នកណានាងឈូកមិនហើបមាត់ប៉ុន្តែក្រសែភ្នែកនាងវិញបានអង្វរឲ្យលោកប្រធានភូមិជួយហាមគ្រូខ្មោចកុំឲ្យវិវត្តទៅលើរាងកាយនាងប៉ុន្តែរំពាត់ដៅនៅតែបន្តសំពងទៅលើរាងកាយរបស់នាងឈូកក៏សន្លប់បាត់ស្មារតីទៅព្រោះតែឈឺចាប់ពេកវិញ្ញាណស្រីពេស្យានោះក៏ហោះចេញពីរាងកាយរបស់នាងឈូកទៅដែរជាមួយគ្នានោះសត្វមៀមដែលមកទុំនៅលើដំបូលផ្ទះស្រែកលាន់ទ្រហឹងគួរឲ្យព្រឺខ្លាចមុននឹងត្រដាងស្លាប់ហោះហើរចេញទៅនៅពេលដែលសត្វមៀមហើរចេញពីដំបូលផ្ទះទៅជាមួយនឹងវិញ្ញាណរបស់ខ្មោចព្រាយនោះគ្រូសៃសាសក៏ងាកមកមើលរាងកាយរបស់ឈូកដែលកំពុងតែដេកស្ងៀមនៅក្នុងបន្ទប់លោកប្រធានភូមិត្រូវកាត់ចិត្តណាស់ព្រោះប្រពន្ធរបស់លោកនាងលែងជាមនុស្សហើយប៉ុន្តែនាងអាចធ្វើចលនាបានក៏ព្រោះតែមានវិញ្ញាណស្រីពេស្យាមកអាស្រ័យតែប៉ុណ្ណោះលោកប្រធានភូមិអំណោយបានទទួលពាក្យពន្យល់ប្រាប់ពីគ្រូសៃសាសទៅថានាងឈូកបានស្លាប់ជាយូរមកហើយព្រោះពេលដែលដេញវិញ្ញាណខ្មោចស្រីពេស្យានោះចេញទៅនាងឈូកក៏លែងមានសភាពជាមនុស្សទៀតដើម្បីឲ្យកាន់តែប្រកបក្នុងចិត្តគ្រូសៃសាសក៏ទាញខ្សែមកម្យ៉ាងចេញពីថង់យាមរួចបិទភ្នែកសូត្រគាថាសមាធិខ្សឹបមួយសន្ទុះស្រាប់តែរាងកាយរបស់នាងឈូកដែលកំពុងតែដេកស្ងៀមនោះក៏ភ្ញាក់ហៀកស្រែកថ្មោរួចក៏คล้ายទៅជាផ្សែងហោះមកចូលក្នុងដបដែលលោកគ្រូសៃសាសកំពុងតែកាន់នៅក្នុងដៃចំណែករាងកាយរបស់នាងឈូកក៏លីបាត់ទៅផងដែររឿងភ្នាល់គ្នារឿងខ្មោចមានក្មេង4 5នាក់ជាសិស្សលោកនៅវត្តមួយដែលពេញទៅដោយកន្លែងកប់ខ្មោចដែលត្រូវយកទៅកប់ទីនោះមានទាំងឈឺស្លាប់ចាស់ស្លាប់និងស្លាប់តែហោងដែលធ្វើឲ្យសិស្សលោកខ្លះខ្លាចមិនហ៊ានចេញពីវត្តទេនៅពេលយប់ប៉ុន្តែមានក្មេងវត្ត3ឬ4នាក់ផ្សេងទៀតដែលមិនខ្លាចខ្មោចតែងតែប្រកែកគ្នាជាមួយក្មេងវត្តខ្លាចថាតើខ្មោចមានមែនឬក៏អត់អ្នកដែលខ្លាចខ្មោចនិយាយថាប្រកាសជាមានចំណែកឯក្មេងវត្តដែលមិនខ្លាចខ្មោចប្រឆាំងវិញថាខ្មោចវាគ្មានទេនៅលើលោកនេះក្មេងវត្តទាំងអស់នោះតែងនាំគ្នាជែកតែពីរឿងមានខ្មោចនិងអត់ខ្មោចរាល់ថ្ងៃរហូតដល់ពួកគេមិនអស់ចិត្តរៀងខ្លួនក៏កើតគំនិតមួយចង់ពិសោធន៍រកការពិតក្នុងការពិសោធន៍នោះពួកគេក៏មានភ្នាល់ដាក់លុយថែមទៀតផងគឺថាប្រសិនបើខាងណាចាញ់ត្រូវអស់លុយម្នាក់ 1000 រៀលពេលដែលយល់ព្រមគ្នារៀបរយហើយយប់នេះគេរងចាំព្រះសង្ឃសូត្រមិនចប់និងនិមន្តឡើងលើកុដិអុសពួកក្មេងវត្ត4នាក់បាននាំគ្នាសម្ដៅទៅវាលកប់ខ្មោចដែលពេលនោះម៉ោងប្រហែលជាង10ហើយលក្ខខណ្ឌរបស់ពួកគេគឺគេឲ្យអ្នកដែលនិយាយថាខ្មោចមិនមាននៅក្នុងលោកនេះយកដុំថ្មក្រវែងទៅលើភ្នូខ្មោចហើយត្រូវស្រែកថាខ្មោចឲ្យនៅឯណាចេញមកវើយ
រួចហើយឲ្យឈរបែកក្នុងដាក់ភ្នូខ្មោចចំណែកឯ3នាក់ទៀតក៏ស្រែកឡើងព្រមគ្នាថាអេខ្មោចងាប់ខ្មោចតែហោងចេញមកវើយអាក្បាលចេញមកវើយក្រោយពីស្រែករួចហើយអ្នកទាំង3ត្រូវរត់ទៅវត្តវិញទុកឲ្យអ្នកមិនខ្លាចខ្មោចនៅម្នាក់ឯង10នាទីគេធ្វើដូច្នេះ3ថ្ងៃលុះដល់ថ្ងៃទី3គឺជាថ្ងៃសីល15កើតអ្នកទាំង4ក៏មកធ្វើពិធីរបស់ពួកគេដោយសពមួយដងតែយប់នេះអ្នកដែលក្រវែងដុំថ្មគប់ភ្នូខ្មោចត្រូវឈរនៅទីនោះឲ្យយូរបន្តិចចំណែក3អ្នកទៀតរត់ទៅវត្តរងចាំលទ្ធផលពេលក្មេងវត្តចិត្តហ៊ានបង្កចំនួនជាមួយខ្មោចមកដល់ភ្នូខ្មោចហើយក៏សម្លឹងរកមើលដុំថ្មរួចចាប់ក្រវែងទៅលើភ្នូខ្មោចស្រែកថាខ្មោចអើយខ្មោចតែហោងចេញមកវើយអញចង់ឃើញណាស់ពេលដែលស្រែកហើយក៏ឈរបែរខ្នងដាក់ភ្នូខ្មោចដូចពីដំបូងដែរប៉ុន្តែយប់នេះក្រៅពីស្ងាត់ខុសធម្មតាស្រាប់តែសុកសូរសំឡេងឯកក៏លាន់ឮឡើងកាក់ថែមទៀតក្មេងវត្តចិត្តហ៊ានអន់ក្បាលចុះសម្លឹងតាមចន្លោះជើងរបស់គេមើលទៅភ្នូខ្មោចពេលនោះគេក៏ឃើញរបស់ដែលគេមិនធ្លាប់ឃើញតាំងពីមុនមកធ្វើឲ្យចិត្តរបស់គេញាប់ញ័រជាពន់ពេកគេបានឃើញមនុស្សខ្លះអង្គុយខ្លះឈរពាសពេញភ្នូខ្មោចមានខ្លះបក់ដៃហៅគេឲ្យចូលទៅរកនិងខ្លះទៀតកំពុងតែដើរមករកគេទាំងមុខមាត់គួរឲ្យខ្លាចទាំងមុខមាត់និងជះក្លិនស្អុយចង់ក្អួតដល់ពេលនេះក្មេងវត្តចិត្តក្លាហានដឹងភ្លាមថាអ្វីដែលវាបានឃើញពេលនេះគឺគ្មានស្អីក្រៅពីឃឹមដាក់ស្រកអោទេក្មេងវត្តចិត្តក្លាហានព្យាយាមងើបមុខឡើងតែវាងើបមិនរួចសោះដូចជាមានអ្វីមកសង្កត់ជាប់ប្រងស្រែកហៅគេឲ្យមកជួយតែស្រែកមិនរួចភ្នែកវានៅតែសម្លឹងឃើញច្រមុះធំក្លិនស្អុយចង់ដាច់ខ្យល់ស្លាប់ហើយខ្លាចក៏ខ្លាចទៀតហ្វូងខ្មោចកាន់តែដើរមកចិត្តបន្តិចម្ដងឃើញទឹកឈាមនិងទឹកលឿងហូរស្រោចស្រពាសពេញដងខ្លួនមុននឹងវាដួលសន្លប់ក្មេងចិត្តក្លាហានចាំបានជាប់នឹងភ្នែកថាឃើញជើងខ្មោចមានតែឆ្អឹងស្គូសឈរព្រមព្រៀតក្បែរខ្លួនវាព្រមទាំងសាច់លាន់ត្រហឹងអឹងអាប់ពេលដឹងស្មារតីឡើងនៅម៉ោង12វាបើកភ្នែកព្រមឃើញព្រះសង្ឃព្រមទាំងក្មេងវត្តជាច្រើនអ្នកឈរចោមរងមើលមកវាម្ដងនេះវាអស់ទាំងលុយភ្នាល់1000រៀលថែមទាំងភ័យតតែសន្លប់ថែមទៀតរឿងខ្មោចម្ដាយនិងកូនការរីកចម្រើនលូតលាស់ធ្វើឲ្យកើតមានភាពងាយហើយភាពងាយស្រួលក៏ធ្វើឲ្យមនុស្សទៅមករកគ្នាបានយ៉ាងលឿនដែរកាលពីមុនមនុស្សយើងធ្វើដំណើរទៅណាមកណាដោយជើងទេឬដោយរទេះតែប៉ុណ្ណោះរឿងដែលខ្ញុំនឹងនិយាយចែកជូនប្រិយមិត្តអ្នកអានមួយរឿងនេះគឺជារឿងដែលជីតារបស់ខ្ញុំបាននិយាយឲ្យស្ដាប់គាត់បាននិយាយថាកាលពី70ឆ្នាំមុនគមនាគមន៍នៅក្នុងភូមិរបស់ខ្ញុំមិនងាយដូចសពថ្ងៃឡើយការទៅមករកគ្នាត្រូវអាស្រ័យការដើរអស់រយពេលជាច្រើនម៉ោងច្រើនថ្ងៃច្រើនខែទម្រាំនឹងដល់គោលដៅការធ្វើដំណើរទៀតសោតត្រូវដើរកាត់ព្រៃជ្រៅពេលខ្លះជាព្រៃដែលពោរពេញទៅដោយគ្រោះថ្នាក់ជាច្រើនយ៉ាងដូចជាខ្លាពស់គ្រុនចាញ់ជាដើមពេលខ្លះទៀតត្រូវដើរឆ្លងកាត់ជ្រោះជ្រលងដងអូស្ទឹងព្រែកនិងពេលខ្លះទៀតត្រូវដើរឆ្លងភ្នំផងក៏មានការធ្វើដំណើរម្ដងត្រូវតែមានមិត្តភក្តិគ្នាទៅជាមួយជាច្រើនអ្នកស្រណុកពេលមានហេតុការណ៍អ្វីកើតឡើងក្នុងព្រៃពេលធ្វើដំណើរទៀតសោតត្រូវប្រយថ្នាពាក្យសម្ដីឲ្យមែនតែនមិនអាចនិយាយលេងផ្ដេសផ្ដាសដូចនៅស្រុកភូមិបានឡើយមានសម័យថ្ងៃមួយនោះ
លោកតារបស់ខ្ញុំគាត់នាំបងប្អូនកូនក្មួយមួយចំនួនទៅលេងស្រុកឪពុកគាត់ដែលនៅឆ្ងាយពីគ្នាឆ្លងខេត្តឆ្លងឃុំជាច្រើនយប់ទើបទៅដល់ក្រោយមានគម្រោងត្រឹមត្រូវហើយគាត់ក៏បបួលគ្នាបានចំនួន5នាក់ដែលជាបងប្អូនកូនក្មួយរបស់គាត់រួមមានអ៊ំដេតអ៊ំដាំអ៊ំស្រីរំដួលនិងអាតូក្មួយគាត់អាតូជាក្មេងវាជំទង់អាយុ15ឈានចូល19ឆ្នាំជាវ័យដែលកំពុងតែចង់សាកល្បងនឹងគ្រូភ័យស្រាប់ការធ្វើដំណើរបានចាប់ផ្ដើមឡើងនៅពេលដែលព្រលឹមងឹតក្រោយពីគ្រប់គ្នាបានលាបងប្អូនប្រពន្ធកូនរួចជាស្រេចគ្រប់គ្នាដាស់តឿនមុនជាស្រេចថាពេលកំពុងធ្វើដំណើរកាត់ព្រៃហាមនិយាយបោកបញ្ឆោតគ្នាលេងផ្ដេសផ្ដាសជាដាច់ខាតការធ្វើដំណើរកាន់តែឆ្ងាយទៅរាប់សិបគីឡូម៉ែត្ររហូតអស់រយពេល3ថ្ងៃទើបបានមកដល់ភ្នំមួយមុននឹងធ្វើដំណើរឆ្លងភ្នំនោះក៏ដល់ពេលជិតយប់ទៀតទៅហើយគ្រប់គ្នាក៏រកកន្លែងសម្រាកទីនោះសិនរៀបចំដាំស្លញ៉ាំបាយញ៉ាំទឹករួចក៏នាំគ្នាសម្រាកទៅដោយសារអស់កម្លាំងពីការធ្វើដំណើរពេញមួយថ្ងៃម្នាក់គេងលក់ស្រួលណាស់ពេលយប់ជ្រៅអាកាសធាតុចាប់ផ្ដើមត្រជាក់អ៊ំស្រីរំដួលគាត់ភ្ញាក់ឡើងយកគល់អុសទៅគូនៅក្នុងភ្នក់ភ្លើងបន្ថែមដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់នៅពេលដែលអ៊ំរំដួលកំពុងយកអុសគោដាក់ក្នុងគំនរភ្លើងនោះគាត់បានសម្លឹងទៅឃើញដើមឈើមួយដើមធំដែលនៅមិនឆ្ងាយពីកន្លែងសម្រាកប៉ុន្មានបានជាគាត់សម្លឹងមើលទៅដើមឈើមួយដើមនោះក៏ព្រោះតែគាត់បានឮសំឡេងម្ដាយនិងកូន2នាក់រត់លេងនៅជុំវិញដើមឈើធំនោះអ៊ំស្រីក្រវីក្បាលព្រោះតែមិនចង់ជឿនឹងភ្នែកខ្លួនឯងប៉ុន្តែនៅពេលដែលគាត់ងាកទៅមើលម្ដងទៀតស្រាប់តែបាត់មនុស្សអស់នៅសល់តែដើមឈើស្ងាត់ជ្រាបអ៊ំស្រីរំដួលគាត់មិនបានគិតអ្វីច្រើនទៀតទេគិតត្រឹមតែថាអ្វីដែលគាត់បានឃើញបានយូរនោះគឺជារឿងមិនដែលកើតឡើងដល់មនុស្សធ្វើដំណើរក្នុងព្រៃគឺជារឿងធម្មតាក្រោយពីបំពប់ភ្លើងរួចរាល់ហើយអ៊ំស្រីរំដួលក៏ចូលទៅគេងកន្លែងដើមវិញព្រឹកឡើងគ្រប់គ្នាលុបមុខមាត់ញ៉ាំអាហារពេលព្រឹកដោយមានម្ហូបមាន់ព្រៃដុតដែលអាតូរកមកបានដោយប្រើជំពាមកៅស៊ូព្រោះកាលពីជំនាន់នោះសត្វព្រៃគ្រប់មុខនៅសម្បូរក្រាស់ក្រែលណាស់ក្រោយពីញ៉ាំបាយរួចក៏នាំគ្នាធ្វើដំណើរបន្តទៅទៀតនៅពេលកំពុងធ្វើដំណើរអ៊ំស្រីរំដួលជាអ្នកនៅពីក្រោយគេបំផុតគាត់តែងតែបានឮសំឡេងមនុស្សដើរតាមពីក្រោយខ្នងជានិច្ចបន្ទាប់ពីបានឃើញម្ដាយនិងកូនកាលពីយប់មិញពេលជិតដល់ភូមិមេឃក៏ងឹតល្មមម្នាក់ក៏រូតរះដើម្បីឲ្យដល់ភូមិឆាប់នៅពេលនោះដែលរឿងដែលនឹកស្មានមិនដល់ក៏កើតឡើងគ្រប់គ្នាបានឃើញស្ត្រីនិងកូនតូចអង្គុយនៅនឹងកណ្ដាលផ្លូវបែរខ្នងមកឲ្យព្រមទាំងមានក្លិនស្អុយគ្រប់នៅបរិវេណនោះផងភ្លាមនោះស្ត្រីម្នាក់នោះក៏សន្សឹមងាកមុខមកព្រះជាម្ចាស់ឲ្យមុខមាត់របស់ស្ត្រីនិងក្មេងនោះមានទឹកលឿងនិងខ្ទុះហូរចេញមកតាមផ្ទៃមុខគួរឲ្យខ្លាចនិងគួរឲ្យខ្ពើមជាទីបំផុតគ្រប់គ្នាមិនបានគិតច្រើនក៏ដាក់មេប្រូចចេញពីកន្លែងនោះតាមពិធីក្បាលអ្នកណាសក់អ្នកនោះអត់មានអ្នកណាជួយអ្នកណាឡើយរត់អស់មួយសន្ទុះធំក៏បានទៅដល់វត្តមួយក្នុងភូមិក្រោយពីសម្រាកបាត់ហត់ហើយព្រះសង្ឃបាននិយាយឲ្យស្ដាប់ថាស្ត្រីនិងកូននោះគឺជាខ្មោចដែលត្រូវគេសម្លាប់បន្ទាប់ពីការចាប់រំលោភរួចកាលពីអាទិត្យមុននេះក្រោយមកពួកគាត់ក៏ថ្វាយបង្គំលាព្រះសង្ឃធ្វើដំណើរបន្តទៅកាន់ផ្ទះញាតិមិត្តបងប្អូនដែលបែកគ្នាអស់រយពេលរាប់សិបឆ្នាំដោយក្តីនឹករលឹករឿងលៀបថ្ងៃសៅរ៍ត្រូវប្ដូរនឹងជីវិត
នេះស្លឹកជាមនុស្សគ្រាន់បើម្នាក់ក្នុងភូមិដែលគេឯងស្គាល់គ្រប់គ្នាគ្មានចន្លោះឡើយគេធ្លាប់ឆ្លងកាត់ការបួសរៀនអស់រយពេល3វស្សាជាទំនៀមទម្លាប់របស់សាសនាព្រះពុទ្ធដើម្បីសងគុណឪពុកម្ដាយមុននឹងរៀបចំរកគូស្រករប្រពន្ធគេជានារីម្នាក់មានរូបសម្រស់ស្អាតបើប្រៀបធៀបនឹងស្រីក្នុងភូមិក្បែរនោះចាប់តាំងពីមានភរិយាមកនីស្លឹកឧស្សាហ៍ធ្វើការងារធ្ងន់ស្រាលគ្រប់បែបយ៉ាងគ្មានថ្ងៃណាឃើញនីស្លឹកដើរឥតប្រយោជន៍នោះឡើយអ្នកស្រុកភូមិនាំគ្នាស្ងាយសរសើរមិនដាច់ពីមាត់ដែលគេខិតខំមិនចេះនឿយហត់ថ្ងៃនេះគេមកពីណាមិនដឹងដើរកាត់មុខផ្ទះតាជាមក្នុងដំណើរស្ទើររត់ស្ទើរដើរដែលជាទម្លាប់អេចុះឯងមកពីណាដូចជាប្រញាប់ប្រញ័រម្លេះចៅស្លឹកអូបាទមកពីស្រែហេឧស្សាហ៍ដូចជាឯងនេះមិនយូរទេប្រកាសជាធ្វើអ្នកមានប្រចាំភូមិជាមិនខានអរគុណលោកតាអូនណែលោកតានៅផ្ទះតែម្នាក់ឯងទេថ្ងៃនេះនៅតែម្នាក់ឯងទេអាជីទៅណាហើយបានជាបណ្ដោយឲ្យលោកតានៅចាំផ្ទះតែម្នាក់ឯងអីចឹងអាជីទៅភ្នំពេញប៉ុន្មានថ្ងៃហើយក្រែងអាជីជាខ្លាចនឹងឯងវាទៅភ្នំពេញមិនបានប្រាប់ឯងទេឬអត់ទេលោកតាមិនគួរទេខានឃើញមុខវាច្រើនថ្ងៃហើយនេះស្លឹកនិយាយបណ្ដាទម្លាក់គូតអង្គុយលើគ្រែបណ្ដាបំណងជែកលេងជាមួយតាជាមួយផ្លែតសិនព្រោះខានឈៀងមកលេងយូរហើយពេលណាបានសន្ទនាជាមួយនឹងតាជាម្ដងគេហាក់ដូចជាកក់ក្ដៅណាស់ព្រោះដូចជាមានប្រយោជន៍ច្រើនយ៉ាងហោចណាស់ក៏បានដឹងពីប្រវត្តិខ្លះដែរមនុស្សជំនាន់គេមិនបានដឹងមកពីមុនមិនថាអ្នកណាបើដើរទៅមកឆ្លងកាត់មុខផ្ទះតាជាមតែងតែឈៀងចូលលេងឬយ៉ាងហោចណាស់ក៏ស្រែកសួរសុខទុក្ខពីចំងាយដែរគ្រប់គ្នាចាត់ទុកតាជាមជាម្លប់ពោតស្លឹកក្រាស់ប្រចាំភូមិក្រោយពីសន្ទនាគ្នាអស់រយពេលយូរសំគួរតាជាមអន់សម្លឹងមើលមុខនីស្លឹកយ៉ាងពិនិត្យពិច័យប្រៀបដូចជាកំពុងស្វែងរកអ្វីម្យ៉ាងបន្ទាប់មកតាជាមប្រាប់រឿងមួយដល់នីស្លឹកធ្វើឲ្យនីស្លឹកមានភាពរីករាយញឹមញែមខុសពីធម្មតាមិនឲ្យនីស្លឹកញឹមម្ដេចនឹងកើតបើតាជាមប្រាប់ថាបើតាមមើលទៅឯងជាមនុស្សម្នាក់កំពុងតែមានជោគលាភខាងមាសប្រាក់ធំដុំផងវើយតាជាមនិយាយចប់ក៏ទុកអត្ថន័យចោលមួយសន្ទុះមុននឹងគាត់និយាយជាប្រយោគបន្តទៅទៀតថាប៉ុន្តែស្លឹកអើយវាជាជោគលាភគួរឲ្យខ្លាចផងគួរឲ្យខ្លាចយ៉ាងម៉េចទៅលោកតាជោគលាភនោះធំដុំមែនប៉ុន្តែបើបានមកដល់ឯងពេលណាក៏មានន័យថាឯងត្រូវតែបាត់បង់របស់អ្វីម្យ៉ាងទៅវិញដែលប្រសិនបើឯងមិនចង់ទទួលយកជោគលាភសេចក្តីទុក្ខនោះក៏មិនបានមកដល់ឯងដែរប៉ុន្តែថាជោគលាភជាដុំកំភួននោះសំដៅដល់ជោគលាភខាងផ្នែកណាទៅលោកតាគឺជោគលាភនឹងបានទទួលប្រាក់ខ្លាយជាអ្នកមាននោះឯងបើអីចឹងល្អហើយលោកតាខ្ញុំចង់ឲ្យថ្ងៃនោះវាមកដល់ខ្លាំងណាស់តែវាគួរឲ្យខ្លាចមែនបុរាណលោកថានឹងមានទុក្ខព្រោះលាភហេតុនេះអ្នកខ្លះព្រមឲ្យនៅក្រចុះប្រសើរជាងមានទ្រព្យទាំងរងទុក្ខដូច្នេះខ្ញុំមានជីវិតរស់នៅនេះក៏ព្រោះត្រូវការមានទ្រព្យស្ដុកស្ដំដែរប្រសិនបើខ្ញុំមានមែននោះមិនដឹងជាយ៉ាងណាទេមិនពិតទេជើស្លឹកពេលដល់ថ្ងៃនោះឯងអាចមានគំនិតផ្សេងទៅវិញក៏ថាបានកុំភ្លេចវាជាលាភទុកណាការសន្ទនាថ្ងៃនោះដំណើរការទៅដោយភាពកក់ក្ដៅរហូតនីស្លឹកភ្លេចគិតទៅថាពេលបានលាភជាដុំកំភួននោះ
វានឹងកើតសេចក្តីទុក្ខឡើងក្នុងពេលនោះដែរគេនឹកស្រមើស្រមៃទៅដល់ជោគលាភនេះដោយមានជំនឿថាទំនាយរបស់តាជាមយ៉ាងម៉េចគឺយ៉ាងនោះហើយសេចក្តីសង្ឃឹមបានធ្វើឲ្យមនុស្សឧស្សាហ៍ព្យាយាមដូចជានីស្លឹកคล้ายទៅជាមនុស្សលេះលោះទោះបីជាទៅស្រែចម្ការក៏មិនយកចិត្តទុកដាក់នឹងធ្វើការងារដែរគេរងចាំឲ្យថ្ងៃនោះមកដល់ភ្លាមទាន់ចិត្តទេទង្វើនិងអាកប្បកិរិយារបស់នីស្លឹកបានធ្វើឲ្យនាងក្លិនជាភរិយាចាប់ផ្ដើមមើលឃើញកំហុសឆ្គងនីស្លឹកមិនបានបរិយាយអ្វីឲ្យលម្អិតឡើយនីស្លឹកដេកចាំប្រេងវាសនាតាំងពីខែប្រាំងរហូតដល់ខែវស្សានីស្លឹកតែងឈៀងមកលេងផ្ទះតាជាមញឹកញាប់ប៉ុន្តែមិនហ៊ានសួររំលឹកអំពីជោគលាភរបស់ខ្លួនដែរតាជាមបានក្រើនទូលមានម្ដងថាគុំទៅគិតពេកអ្វីដែលជារបស់យើងគង់តែបានទេថ្ងៃមួយផ្ទៃមេឃងឹតសលប់ក៏សត្វអណ្ដែតរីប៉ាយពីពេញមេឃទឹកភ្លៀងចាប់ផ្ដើមបង្អុរចុះមកនីស្លឹកធ្លាប់តែសប្បាយចិត្តនឹងទឹកភ្លៀងរាល់ឆ្នាំនោះបែរជាលែងរវីរវល់ដល់ទៀតហើយគិតតែម្យ៉ាងប៉ុណ្ណោះរងចាំជោគលាភនឹងមកដល់នៅពេលណាមួយតាមទំនាយរបស់តាជាមប៉ុន្តែគេចាំហើយចាំទៀតទីបំផុតភាពអត់ធន់នឹងការទ្រាំចាំហាក់ដូចជាថមថយទៅគេស្រែកលាន់រំពងប្រណាំងនឹងស្នូភ្លៀងក៏រន្ទះថាហេតុអីវើយទេវតាមេឃដីខ្មោចព្រាយបិសាចអារុកអារៈអ្នកតាខ្មោចព្រៃខ្មោចស្រុកងាប់ទៅណាអស់ហើយហេតុអីអាស្លឹកដូចអញនេះត្រូវមកក្រលំបាកទាំងអញនេះនឹងត្រូវមានវាសនាខ្លាយជាអ្នកមានតើពេលណាជោគលាភនោះនឹងមកដល់អញយប់នោះក្រោយពីបាយល្ងាចរួចនីស្លឹកឡើងទៅចងមុងដេកតាំងពីក្បាលប្រឡប់ដោយសារគិតរឿងជោគលាភសំបីតែភរិយាស្រស់ស្អាតក៏គេលែងគិតដែរថែមទាំងពេលនាងមានផ្ទៃ5 ខែទៅហើយផងផ្ទុយទៅវិញគេនឹកទៅដល់កូននៅក្នុងផ្ទៃភរិយាថាបើគុំតែក៏ដូច្នេះគុំអីកូនដែលកើតមកនឹងក្លាយជាអ្នកអស្ចារ្យមានអនាគតចេះត្រចង់និងមានការសិក្សាខ្ពស់ជាងអ្នកណាទាំងអស់ក្នុងភូមិគេស្រមើស្រមៃបណ្ដាយកដៃអពុះភរិយាបណ្ដាមិនយូរប៉ុន្មានស្រាប់មានអ្វីម្យ៉ាងកើតឡើងជាមួយនឹងគេដូចជាកំពុងដេកលក់ប៉ុន្តែមិនមែនលក់ទេព្រោះនៅបានឮសូរសំឡេងរបស់អ្នកណាម្នាក់ស្រែកហៅគេនៅជណ្ដើរផ្ទះនីស្លឹកគ្រាន់តែងើយមើលក៏ឃើញមនុស្សម្នាក់នៅឈរក្បែរជណ្ដើរជនម្នាក់នោះបន្តថាចង់មានតាមអញមកដោយសារជននោះជាមនុស្សចម្លែកធ្វើឲ្យនីស្លឹកនឹកគិតថាគួរទៅរអត់ណាស់គេមិនទាន់នឹកសម្រេចចិត្តបានផងជើងរបស់គេក៏បោះជំហានចុះពីលើជណ្ដើរផ្ទះដើរតាមជនម្នាក់នោះទៅហើយនីស្លឹកមានអារម្មណ៍ថានៅពេលនោះគេកំពុងឈានជើងដើរចេញពីក្នុងភូមិឆ្លងកាត់វាលស្រែឃើញផ្លូវស្ទង់នៅសងខាងផ្លូវស្ងាត់ជ្រងគ្មានឬសំបីតែសំឡេងសត្វតូចតាចយំនីស្លឹកដើរតាមពីក្រោយមនុស្សប្លែកមុខឃើញក្នុងព្រាភ្លាមនោះគេឃើញដើមឈើធំខ្ពស់មួយដើមនិងមានផ្ទះចាស់បុរាណមួយខ្នងដែលសង់ទុកតាំងពីយូរណាស់មកហើយមើលទៅអ្នកនាំផ្លូវនិងនាំមកកាន់ផ្ទះនោះគេពិនិត្យមើលស្ថានភាពទៅមកទើបដឹងថាផ្លូវនេះសង់លើដីស្រែរបស់ខ្លួនទេតើគេតាំងថានឹងសួរម្ចាស់ផ្ទះនេះមើលហេតុអ្វីមកសង់ផ្ទះនៅទីនេះតើអ្នកណាអនុញ្ញាតគេបំរុងឈានជើងឡើងជណ្ដើរផ្ទះនោះស្រាប់តែសំឡេងមនុស្សមានអំណាចម្នាក់ស្រែកគំហប់ពីលើផ្ទះមកថាអាស្លឹកឯងកុំប្រហើនពេកនីស្លឹកភ្ញាក់ព្រឺតឈប់ងក់ព្រោះសំឡេងនោះ
ពោពេញដោយអំណាចរាងកាយម្ចាស់សំឡេងបង្ហាញរាងចេញមកតាមទ្វារគេជាបុរសមាឌធំភ្នែករាងកាយសំនឹងសំឡេងនិងតកាយជាមនុស្សបុរាណដូចទូលខោនឥតខុសសក់របស់គាត់សព្រាតប៉ុន្តែកម្លាំងព្រលឹមនៅមមមួនសម្បើមណាស់នេះស្លឹកស្លុតស្មារតីមិនហ៊ាននិយាយស្ដីនិងមិនហ៊ានសម្លឹងមើលភ្នែករបស់បុរសកំណាចនោះទៀតឯងចង់មានដូចអាជាមវាប្រាប់ណាស់ទៅនេះស្លឹកមិនតបព្រោះប្រមូលសัตว์មិនទាន់បានពាក្យសម្លុតបានសន្ធប់លាន់ឡើងមកជាលើកទី2អញសួរហេតុអ្វីឯងមិនឆ្លើយអញដឹងថាឯងត្រូវការដូចអាជាមវាប្រាប់នេះស្លឹកតបទៅទាំងរញីញ័ររដាក់រដប់ដូចមានអ្វីស្ទះដើមបាទមិនទាន់ផុតមាត់ស្រួលផងសំឡេងសាយចំអករបស់បុរសចំណាស់នោះលាន់ឡើងម្ដងទៀតបានប្រសិនបើឯងចង់មានអញឲ្យលេខឆ្នោតឯងយកទៅចាក់ប៉ុន្តែមានលក្ខខណ្ឌមួយគឺមានគេសុំវត្ថុជាទីស្រឡាញ់របស់ឯងម្យ៉ាងសម្រាប់ជាការដោះដូរនៅពេលដែលឯងត្រូវឆ្នោតហើយនិយាយចប់បុរសចំណាស់នោះក៏ប្រាប់តួលេខឲ្យនីស្លឹកនឹងក្រោយមកក៏ពុំដឹងថាត្រឡប់មកផ្ទះវិញតាមរបៀបណាស្រាប់តែភ្ញាក់ឡើងចំពេលនាងក្លិនក្រោកឡើងមកដំណើរគ្នាដែរនីស្លឹកយកដៃចាប់ភរិយាជាប់និងនិយាយអំពីសុបិននោះឲ្យស្ដាប់មិនទាន់ចប់សេចក្តីត្រឹមត្រូវផងភរិយាស្រស់ក្មេងរបស់គេព្រើរំភ្ញាក់ព្រោះរឿងខ្មោចព្រាយអីនោះមិនមែនជារឿងសប្បាយទេសម្រាប់ស្ត្រីដូចជានាងដោយក្តីគោរពចំពោះតាជាមព្រឹកឡើងនីស្លឹកក៏យកសុបិននោះទៅនិយាយឲ្យតាជាមស្ដាប់តាជាមដល់ថ្នាក់ស្ទុះចេញពីគ្រែរួចសួរថាសុបិននៅពេលណាពេលដឹងថាជាសុបិនទៀបភ្លឺចំយប់ថ្ងៃសៅរ៍តាជាមដល់ថ្នាក់បើកភ្នែកធំប្រាប់ថាអាស្លឹកឲ្យបុរាណលោកជឿខ្លាំងណាស់ថាយប់ថ្ងៃសៅរ៍វាត្រូវជាមួយនឹងខ្លួនរបស់អ្នកសុបិនទោះបីជាអាក្រក់ល្អក្តីគឺជារឿងពិតទាំងអស់តាជាមបកស្រាយសុបិនចប់នីស្លឹកបង្ហាញស្នាមញញឹមចេញមកដោយក្តីត្រេកអរនីស្លឹកអង្គុយរងចាំហើយរងចាំទៀតរងចាំលេខឆ្នោតចេញទ្រព្យសម្បត្តិមានទាំងប៉ុន្មានដែលអាចលក់បានគេលក់ទាំងអស់ប្រមូលយកលុយចាក់លេខឆ្នោតដែលបានទទួលពីការសុបិនទីបំផុតថ្ងៃចេញលេខឆ្នោតបានមកដល់គេអង្គុយដាក់ត្រចៀកស្ទើរដល់វិជូរងចាំស្ដាប់លទ្ធផលសំបីតែអ្នកជិតខាងក្នុងភូមិក៏ផ្អើលឈប់ធ្វើការមកអង្គុយចាំស្ដាប់នឹងគេដែរមិនយូរប៉ុន្មាននេះស្លឹកលោតកញ្ឆេងព្រមទាំងស្រែកខ្លាំងថាអញត្រូវឆ្នោតហើយអញត្រូវឆ្នោតហើយវើយអញមានហើយអញលែងក្រហើយអ្នកជិតខាងមួយចំនួនត្រេកអរជួយលោតនិងស្រែកបន្តតាមនីស្លឹកអរលោតស្ទើរខ្ទេចស្មៅមុខផ្ទះទៅហើយប៉ុន្តែបែរជាមិនឃើញភរិយារបស់គេចេញមកជួយត្រេកអរសោះមួយសន្ទុះធំទើបគេនឹកឃើញថាភរិយារបស់គេមិនស្រួលខ្លួនតាំងពីព្រឹកនីស្លឹកទៅលើផ្ទះបំណងប្រាប់ដំណឹងល្អនេះដល់ភរិយាគេលូកដៃទៅប៉ះរាងកាយរបស់ភរិយាធ្នមប៉ុន្តែគេស្ទើរតែកន្ត្រាក់ដៃចេញមកវិញព្រោះរាងកាយរបស់ភរិយាត្រជាក់ស្រេបដូចគ្មានឈាមរត់គេខំប្រឹងតាំងស្មារតីចាប់រាងកាយភរិយាពេញទំហឹងម្ដងទៀតម្ដងនេះបេះដូងរបស់គេធ្លាក់ក្តុកអារម្មណ៍ស្ទើរមិននៅនឹងខ្លួនពេលយកដៃម្ខាងទៅដាក់ក្បែរច្រមុះភរិយានីស្លឹករន្ធត់ចិត្តយ៉ាងខ្លាំងព្រោះច្រមុះភរិយាលែងមានដង្ហើមចេញចូលទៅហើយនីស្រែកខ្លាំងម្ដងទៀតម្ដងនេះមិនមែនស្រែកសប្បាយទៀតទេគឺស្រែកយំក្លិនអូនគេស្រែកយំដូចកូនក្មេងយំមិនបានរបស់ត្រូវចិត្តសំឡេងយំនៅពេលនេះគ្
គ្មានអ្នកស្រុកអ្នកភូមិណាម្នាក់ទេព្រោះខ្យល់ព្យុះកំពុងតែសម្ដែងរឹតធ្ងន់ធ្ងរដែរក៏ស្ងប់ស្ងាត់ទៅវិញនីស្លឹកត្រឡប់ជាបានឮសំឡេងហឹសបន្លឺចេញមកពីទីឆ្ងាយប្រៀបដូចជាសំឡេងបិសាចសាហាវកំពុងតែសើចដោយក្តីពេញចិត្តអ្វីដែលឯងសុំអញឲ្យហើយចុះនៅពេលអញសុំឯងវិញហេតុអ្វីក៏ឯងស្រែកយំវើយហឺហាស់នីស្លឹកស្ទើរតែបិទត្រចៀកទាំងសងខាងមិនចង់ឬសំឡេងនោះទេនីស្លឹកសម្លឹងមើលទៅមេឃឃើញដុំពុកមានរាងជាមនុស្សចាស់ដូចមនុស្សម្នាក់ដែលគេបានឃើញនៅក្នុងសុបិនកាលពីរាត្រីថ្ងៃសៅរ៍បិសាចនោះបានផ្ដាច់ជីវិតភរិយាសម្លាញ់របស់គេមើលចុះនាងស្លាប់ទៅទាំងបិទភ្នែកមិនជិតមានចេញឈាមមកតាមមាត់តាមច្រមុះមិនដឹងថានាងវេទនាយ៉ាងណាទេមុនពេលផុតដង្ហើមយកទៅវិញទៅអញលែងត្រូវការហើយអញលែងចង់មានហើយយកប្រពន្ធមកឲ្យអញវិញគ្រាន់តែនិយាយបានប៉ុណ្ណឹងនីស្លឹកក៏ខ្យល់ក្ដួលសន្លប់បាត់ស្មារតីទៅក្រោយពេលភ្ញាក់ដឹងខ្លួនវិញបែរជាខូចអារម្មណ៍លប់សិតអ្នកភូមិភាគច្រើនយល់ថានីស្លឹកសប្បាយចិត្តនឹងត្រូវឆ្នោតខ្លាំងពេកក៏ប្រញាប់ទៅដាស់ប្រពន្ធដែលកំពុងដេកឲ្យមកសប្បាយជាមួយគ្នារហូតមានការជ្រុលជ្រោះដល់ថ្នាក់ច្របាច់ក៏ប្រពន្ធស្លាប់ទេប៉ុន្តែមានអ្នកខ្លះបានដឹងហេតុការណ៍ច្រើនជាងនេះសន្មតថាការស្លាប់របស់ប្រពន្ធនីស្លឹកជាធ្នូដូរលេខឆ្នោតដែលនីស្លឹកចាក់ត្រូវនោះនីស្លឹកខូចចិត្តពេកទៅជាឈួតឡប់លែងដឹងអីនឹងមិនយូរប៉ុន្មានក៏ស្លាប់ទៅតាមប្រពន្ធដែរទៅរឿងខ្មោចតាយហោងនៅវត្តថ្មីនៅក្នុងភូមិរបស់ខ្ញុំមានវត្តមួយមានឈ្មោះថាវត្តថ្មីតាំងពីដើមមកវត្តនេះមានភាពសុខសាន្តណាស់មិនដែលមានយូសូមានខ្មោចមានព្រាយអីមកពីណាទេប៉ុន្តែក្រោយមកវត្តនេះក៏ល្បីថាមានខ្មោចសាហាវធ្វើឲ្យអ្នកភូមិខ្លាចចោលអាគ្រប់គ្នាខ្មោចសាហាវនោះជាខ្មោចរបស់ក្មេងស្រីសិស្សសាលាម្នាក់ដែលស្លាប់នៅពេលធ្វើពលកម្មសម្អាតសាលារៀនការធ្វើពលកម្មនោះមានប្រើចបកាប់បង្គីនិងកាំបិតដោយសារគ្មានការប្រុងប្រយ័ត្នតាមនិស្ស័យក្មេងប្រុសវាឆ្កាព្រៃវាកាំបិតខ្លាំងពេកធ្វើឲ្យជ្រុលដៃវើមួយជុំខ្លួនចៃដន្យកុមារីម្នាក់កំពុងតែសែងស្មៅមួយបង្អីជាមួយមិត្តភក្តិម្នាក់ទៀតមកដល់ចំកន្លែងកាំបិតដែលវាទៅនោះជាហេតុបណ្ដាលឲ្យចំរបស់នាងដាច់ធ្លាក់ដល់ដីចំណែកដងធ្ញូនរបស់នាងរត់ក្រឡឹងវិលវល់ម្ដុំនោះមុននឹងទៅជំពប់ជើងដួលនៅចម្ងាយប្រហែល10ម៉ែត្រពីក្បាលវត្តថ្មីคล้ายទៅជាទីកប់ខ្មោចម្នាក់ទៀតក្នុងចំណោមសពរាប់រយដែលមានទាំងស្លាប់ធម្មតានិងស្លាប់តែហោងដូចជាខ្មោចកុមារីម្នាក់នេះជាដើមប៉ុន្តែពីមុនមកមិនធ្លាប់កើតមានរឿងរ៉ាវចម្លែកអ្វីទេទើបតែក្រោយពេលយកខ្មោចកុមារីនេះទៅកប់ស្រាប់តែបង្កឲ្យមានភាពខ្លាចរអាពេញភូមិជាពិសេសអ្នកនៅក្បែរវត្តក្រោយពីធ្វើពិធីបំពេញកុសលគម្រប់7ថ្ងៃរួចហើយអាចារ្យនៅវត្តបានឃើញភ្នូររបស់កុមារីនោះប្រេះបែករហូតមើលឃើញមឈូសអាចារ្យប្រញាប់ទៅហៅសេកលោកមកជួសជុលវិញយ៉ាងប្រញាប់ប៉ុន្តែមិនបានប៉ុន្មានផងក៏មានអ្នកភូមិមកឃើញស្នាមប្រេះបែកនោះដដែលរួចក៏នាំទៅនិយាយពីមាត់មួយទៅមាត់មួយថាខ្មោចតាយហោងរបស់កុមារីនេះសាហាវណាស់សាហាវរហូតប្រេះភ្នូរវត្តថ្មីคล้ายជាផែនដីនៃភាពអាថ៌កំបាំងធ្លាក់នៅក្រោមអំណាចនៃភាពសាហាវរបស់វិញ្ញាណខ្មោចតៃហោងដែលចាប់ផ្ដើមសម្ដែងរឹតដ៏គួរឲ្យរន្ធត់រហូតគ្មានអ្នកណាម្នាក់ហ៊ានដើរកាត់ភ្នូរក្មេងស្រីនោះឡើយសូម្បីតែកណ្ដាលថ្ងៃចេះក៏ដោយនៅពេលយប់ខ្លះមានគេបានរសូរមឈូសខ្មោចរបស់នាងរំដំគប់គាក់អ្នកខ្លះ
ទៀបបានឃើញរូបកុមារីគ្មានក្បាលដើរទៅមកជុំវិញសាលាចំណែកអ្នកខ្លះបានជួបធ្ងន់ធ្ងរជាងនេះទៅទៀតគឺឃើញនាងដើរញ៉ឹងក្បាលរបស់ខ្លួននៅតាមផ្លូវក្បែរសាលារៀនធ្វើឲ្យអ្នកភូមិលែងហ៊ានដើរតាមផ្លូវនោះអស់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ពួកគេមិនអាចគេចផុតពីការតាមបន្លាចរបស់ខ្មោចតែហោងនោះបានដែរនាងទៅឈរបន្លាចពូម្នាក់អាយុ50ឆ្នាំដែលផ្ទះគាត់នៅក្បែរវត្តជាងគេខ្មោចនាងបានទៅឈរយូរក្បាលរេរានៅនឹងរបងផ្ទះរបស់គាត់ធ្វើឲ្យគាត់បិទទ្វារបិទបង្អួចចូលគេងទូភួយទាំងក្តៅស្អុះធ្លាក់ញើសជោកខ្លួនពេញមួយយប់ព្រឹកស្អែកឡើងគាត់ប្រវេប្រវាដើរនិយាយប្រាប់គេឯងទាំងស្លេកមុខស្លេកមាត់សំឡេងនៅញ័រថាកាលពីយប់មិញខ្ញុំត្រូវខ្មោចដាច់ក្បាលវាមកចាត់ការដេកអត់លក់មួយយប់ទៅជួបវាណែណាគឺវាមករកខ្ញុំដល់ផ្ទះតែម្ដងនឹងណាយប់មិញនេះអាកាសធាតុក្តៅអួរអាប់ណាស់មិនអញ្ចឹងនៅវេលាប្រហែលជាម៉ោង11-12យប់ខ្ញុំក្តៅស្អុះពេករហូតទ្រាំមិនបានក៏ឡើងទៅបើកបង្អួចឲ្យខ្យល់វាចូលតែតាមការពិតនោះខ្ញុំមិនចង់បើកទេព្រោះដឹងស្រាប់ហើយថាខ្ញុំជាមនុស្សខ្លាចខ្មោចថ្នាក់ណាគ្រាន់តែបើកបង្អួចខ្វាក់ចោលភ្នែកចេញទៅក្រៅបន្តិចក៏ស្រាប់តែឃើញវាយ៉ាងពេញភ្នែកតើឃើញវាធ្វើយ៉ាងម៉េចគឺគ្មានក្បាលឈរក្បែរបងផ្ទះមានសម្លៀកបំពាក់ជាសិស្សសាលាវាឈរយួរក្បាលម្ដងកាន់នៅនឹងដៃឆ្វេងម្ដងកាន់នៅនឹងដៃស្ដាំធ្វើហាក់ដូចជាអ្នកមកពីចម្ងាយយករបស់មកផ្ញើអ្នកផ្ទះអញ្ចឹងគ្រាន់តែដឹងថាខ្មោចកំបុតក្បាលភ្លាមខ្ញុំតក់ស្លុតស្ទើរតែរោគវិញ្ញាណដើរទៅរកបិទបង្អួចវិញមិនបានអាកាសធាតុក្តៅស្អុះស្អាប់ដូចនៅក្នុងលប៉ុន្តែខ្ញុំដេកទូភួយញាក់ដូចកណ្ដោត្រូវទឹកពីថ្ងៃនេះទៅទោះជាក្តៅរហូតដល់ថ្នាក់ឆេះទៀតក៏ខ្ញុំលែងបើកបង្អួចជាដាច់ខាតការនិយាយគ្នាពីមាត់មួយទៅមាត់មួយបានធ្វើឲ្យអំណាចខ្មោចតាយហោងរបស់កុមារីនេះល្បីពេញភូមិនាងបានដើរបន្លាចគេពីផ្ទះមួយទៅផ្ទះមួយមិនព្រមឈប់អ្នកខ្លះខ្លាចដល់ថ្នាក់ឈឺស្លាប់ក៏មានភាពភ័យខ្លាចបានធ្វើឲ្យទិដ្ឋភាពក្នុងភូមិជាពិសេសគឺនៅពេលយប់ក្នុងចំណាំមនុស្សក្នុងភូមិទាំងអស់អ្នកណាក៏ខ្លាចខ្មោចកំបុតរបស់កុមារីនោះដែលលើកលែងតែនីកំឡោះខែងម្នាក់គត់ដែលជាក្មេងនៅវត្តថ្មីនោះតាំងពីតូចមកម្លេះនីខែងមិនត្រឹមតែមិនខ្លាចទេគេថែមទាំងចង់ប្រណាំងយកឈ្នះចាញ់ជាមួយនឹងរឹតខ្មោចតាយហោងរបស់កុមារីនោះថែមទៀតផងថ្ងៃមួយនីខែងបានដើរទៅក្បែរភ្លោរបស់ខ្មោចតាយហោងព្រមទាំងនិយាយប្រមាថដោយសំឡេងខ្លាំងថាខ្លាចជាខ្មោចគ្មានក្បាលមិនឃើញគួរឲ្យខ្លាចត្រង់ណាសោះសម្រាប់រូបអញនិយាយចប់នីខែងកញ្ឆាក់យករូបថតរបស់កុមារីដែលដាក់ពីមុខភ្នោកាន់ដើរចេញទៅប្រងើយនីខែងកាន់យកទៅអួតគេឯងពេញវត្តមុននឹងយកទៅបង្ហាញអ្នកនៅក្នុងភូមិទៀតប្រជាជនក្នុងភូមិនាំគ្នាដេញឲ្យនីខែងយករូបថតនោះទៅទុកកន្លែងដើមវិញព្រោះគេកំពុងតែខ្លាចវិញ្ញាណរបស់នាងគ្រប់គ្នាគ្រាន់តែប្រឡប់មកដល់នីខែងអ្នកក្លាហានក៏មានអាការខុសពីធម្មតាដូចមនុស្សធ្លាក់ភពរងាញ័រញាក់ដូចមនុស្សលប់សិត100កន្លងមកទៀតនីខែងចេញបាត់ពីវត្តថ្មីទៅដោយគ្មានអ្នកណាដឹងពីចតាកម្មរបស់គេស្លាប់ពិបាកស្លាប់ស្រួលយ៉ាងណានោះទេអស់រយពេលជាង2ឆ្នាំទើបខ្មោចតាយហោងរបស់កុមារីនោះសាបរលាបនេះប្រហែលជាវិញ្ញាណរបស់នាងទៅចាប់ជាតិចាប់កំណើតបាត់ទើបបានជាលែងមានអ្នកណាឃើញឬត្រូវខ្មោចកំបុតនោះឡងទៀត
រឿងវិញ្ញាណនាងខ្ញុំមិត្តអ្នកអានម្នាក់ទៀតចូលចិត្តអានជាងគេគឺរឿងខ្មោចតែងតាមដានមិនដែលដាច់ទេអ្វីត្បិតមានរឿងមួយចំនួនគិតថាមិនអាចកើតទៅបានទេប៉ុន្តែនាងខ្ញុំនៅតែចង់អានព្រោះវាដូចជាតាក់ទាញឲ្យអារម្មណ៍រន្ធត់សប្បាយទៅម្យ៉ាងដែលរឿងខ្លះមើលហើយខ្លាចមិនហ៊ានដេកម្នាក់ឯងក៏មានចាប់តាំងពីតូចដល់ធំនាងខ្ញុំមិនធ្លាប់ជួបខ្មោចទេទើបតែមកជួបក្រោយពេលមានប្តីនេះឯងរឿងនេះបានកើតឡើងប្រហែលជាមួយឆ្នាំកន្លងមកហើយនាងខ្ញុំសូមអនុញ្ញាតនិយាយរៀបរាប់តាំងពីដើមមកដើម្បីឲ្យមិត្តអ្នកអានដឹងដំណើរដើមតងនាងខ្ញុំជាកូនអ្នកទីក្រុងឪពុកម្ដាយជាអ្នកលក់ដូរពេលរៀនបានចេះដឹងល្មមក៏ឈប់រួចងាកមកជួយម៉ែលក់ដូររហូតមកពេលនោះនាងខ្ញុំបានស្គាល់បងចំជាស្វាមីដែលស្លាប់ទៅនេះនាងខ្ញុំបានស្គាល់គ្នាជាច្រើនឆ្នាំមកហើយតាំងពីនៅរៀនម្លេះបងចំជាអ្នកបើករថយន្តដឹកទំនិញឲ្យក្រុមហ៊ុនមួយទំនិញនាងខ្ញុំលក់មួយចំនួនក៏ទទួលមកពីក្រុមហ៊ុនរបស់បងចំធ្វើការនោះដែរបងចំតែងតែដឹកយកមកបោះឲ្យនាងខ្ញុំដល់ហាងគាត់ជាបុរសតែម្នាក់គត់ចូលចិត្តមកជែកលេងជាមួយនឹងនាងខ្ញុំដែលកាលនោះយើងមិនទាន់មានអីនឹងគ្នាទេអស់រយពេលប្រហែលជាមួយឆ្នាំឯណោះទើបនាងខ្ញុំបានទទួលសម្បត្តិសុំស្នេហ៍ពីបងចំនាងខ្ញុំមិនហ៊ានតបទៅវិញទេខ្លាចពុកដឹងច្បាស់ជាខ្លោចខ្នងមិនខានរឿងមានស្នេហាស្នេហឺតលាក់កំបាំងមុខម៉ែនេះគាត់ចង់ឲ្យកូនស្រីរបស់គាត់បានរៀបការជាមួយអ្នកមានឋានគ្រាន់បើបន្តិចកូនប្រសាមានស្ថានភាពទន់ខ្សោយជាងគាត់នឹងមិនឲ្យទេនាងខ្ញុំគិតថាបងចំប្រហែលជាគ្មានវាសនាបាននាងខ្ញុំធ្វើជាភរិយាទេព្រោះគាត់មានឋានតូចទាបក្រជាងគ្រួសាររបស់នាងខ្ញុំប៉ុន្តែគាត់ឧស្សាហ៍រកពេលមកជួបនាងខ្ញុំជាញឹកញាប់ណាស់នាងខ្ញុំក៏ស្រឡាញ់អាណិតគាត់ណាស់ដែរនឹងមិនដឹងជាធ្វើយ៉ាងម៉េចបើខ្លួនជាស្រីបងចំប្រាប់នាងខ្ញុំជាញឹកញាប់ថាទោះជាឪពុកម្ដាយនាងខ្ញុំបង្កប់ប៉ុន្មានក៏គាត់រកឲ្យតតែបានឲ្យតែលោកទាំងពីរបង្កប់ក្នុងភាពត្រឹមត្រូវប៉ុន្តែកាន់តែសេពគប់គ្នាជិតស្និទ្ធខ្លាំងទៅក្តីសង្ឃឹមនៃថ្ងៃរៀបការរបស់យើងក៏កាន់តែឃ្លាតឆ្ងាយទៅព្រោះនាងខ្ញុំបានទទួលដំណឹងរសឹបរសៀបព្រមទាំងបានឃើញផ្ទាល់នឹងភ្នែកពួកកំឡោះជាច្រើនអ្នកដែលមានមុខតំណែងខ្ពស់គួរសមគេមកមើលនាងខ្ញុំដោយមានការអនុញ្ញាតពីសំណាក់ឪពុកម្ដាយរបស់នាងខ្ញុំដល់ដំណាក់កាលនេះទើបនាងខ្ញុំមានអារម្មណ៍ថានាងខ្ញុំកាន់តែអាណិតស្រឡាញ់បងចំកាន់តែខ្លាំងឡើងប្រសិនបើបើកដៃឲ្យគាត់ចូលមកប្រកួតប្រជែងប្រាកដជាគាត់មិនឈ្នះគេឡើយម្យ៉ាងវិញទៀតនាងខ្ញុំគ្មានចិត្តស្រឡាញ់ពួកកំឡោះដែលពុកបើកដៃឲ្យមកមើលនាងខ្ញុំនោះសោះមើលទៅគ្មានត្រូវចិត្តនាងខ្ញុំឡើយនៅទីបំផុតដោយមិនអាចទ្រាំបានបងចំបានមកបួលនាងខ្ញុំរត់ដោយប្រាប់ថានឹងយកនាងខ្ញុំទៅនៅខាងផ្ទះបងប្អូនរបស់គាត់ថាប្រសិនបើមិនដូច្នេះទេនាងខ្ញុំប្រកាសជាធ្លាក់ទៅលើដៃប្រុសផ្សេងជាមិនខានគាត់អង្គរលូនទូថាប្រសិនបើនាងខ្ញុំអាណិតស្រឡាញ់គាត់ពិតមែនសូមឲ្យនាងខ្ញុំរត់ទៅតាមគាត់នឹងចិញ្ចឹមបីបាច់ថែរក្សានាងខ្ញុំឲ្យល្អបំផុតរួចហើយចាំត្រឡប់មកសូមខមាទោសឪពុកម្ដាយរបស់នាងខ្ញុំវិញដោយសេចក្តីស្នេហានិងយល់ថាអាចទប់ចិត្តបានទើបនាងខ្ញុំសម្រេចចិត្តរត់ទៅអាស្រ័យនៅជាមួយនឹងញាតិមិត្តបងប្អូនរបស់គាត់មិនបានប៉ុន្មានបងរបស់បងចំបានចែកផ្ទះតូចមួយឲ្យពួកយើងនៅស៊ីដេកជាមួយគ្នាតែពីរនាក់យើងរស់នៅជាមួយគ្នាមានសេចក្តីសុខណាស់គាត់ថ្នាក់ថ្នមនាងខ្ញុំដោយពាក្យសន្យាមែនពេលរៀបចេញទៅធ្វើការម្ដងគាត់ហាមនាងខ្ញុំ
មិនឲ្យចេញទៅក្រៅឆ្ងាយឡើយខ្លាចមានគេឃើញនឹងយកទៅប្រាប់ឪពុកម្ដាយនាងខ្ញុំប៉ុន្តែគួរឲ្យនិច្ចាយើងនៅរួមសុខជាមួយគ្នាមិនទាន់បាន1ឆ្នាំផងក៏កើតមានឧបទ្ទហេតុខាងរថយន្តធ្វើឲ្យបងចំរបស់នាងខ្ញុំត្រូវចាក់ចេញទៅដោយគ្មានថ្ងៃនឹងវិលត្រឡប់មកវិញទាំងពេលនេះនាងខ្ញុំកំពុងតែចាប់ដើមធ្វើជាម្ដាយរបស់គេទៅហើយបងចំបើករថយន្តបុកគ្នាជាមួយនឹងរថយន្តកង់10នឹងត្រូវស្លាប់ក្រោយពេលយកទៅដល់មន្ទីរពេទ្យមិនបានប៉ុន្មានផងវាពិតជាគួរឲ្យសោកស្ដាយហួសពេកតាមពិតទៅថ្ងៃនោះត្រូវវេនគាត់សម្រាកទៅហើយប៉ុន្តែចៃដន្យអ្នកបើកបរវេននោះផឹកស្រាស្រវឹងបើករថយន្តថ្លែងការទើបអ្នកគ្រប់គ្រងឲ្យបុគ្គលិកតាមមកហៅបងចំដល់ផ្ទះឲ្យទៅបើករថយន្តជំនួសពេលនោះយើងកំពុងតែរៀបចំខ្លួនចូលគេងទៅហើយពេលដឹងថានឹងត្រូវធ្វើការទៀតគាត់ក៏សុខចិត្តទៅទាំងគ្រវីក្បាលមុនគាត់ចេញទៅបានផ្ដាំនាងខ្ញុំថាបងទៅហើយណាមើលបិទទ្វារបិទបង្អួចផងផ្ដាំរួចគាត់ទាញអាវយឺតពាក់បណ្ដាដើរចេញទៅបណ្ដាគួរឲ្យអាណិតនាងខ្ញុំបិទទ្វារបិទបង្អួចចូលគេងទាំងលក់ភ្ញាក់ព្រោះនឹកបារម្ភដល់ប្តីមកភ្ញាក់ដឹងខ្លួនម្ដងទៀតស្រាប់ឃើញបងចំមកដេកក្បែរនាងខ្ញុំមិនដឹងតាំងពីថ្មើរណានាងខ្ញុំគិតថាបងចំប្រកាសជាអស់កម្លាំងនឹងងុយគេងខ្លាំងណាស់ទើបនាងខ្ញុំមិនហ៊ានដាស់សួរនាងខ្ញុំក៏សំងុំគេងម្ដងទៀតទៅពេលភ្ញាក់ដឹងខ្លួនមកម្ដងទៀតក៏កើតមានអ្វីខុសប្លែកពីធម្មតាព្រោះនៅពេលនាងខ្ញុំបោះដៃរៀបរកប្តីស្រាប់តែមិនមានប៉ះទាល់តែសោះម៉ោងប្រហែលជា3ឬ4ទៀបភ្លឺប៉ុណ្ណោះប្តីនាងខ្ញុំមិនដែលក្រោកទៅណាទេនាងខ្ញុំប្រញាប់ងើបឡើងតាមរកក៏មិនឃើញចំណែកទ្វារនៅខ្ទាស់ពីខាងក្នុងដែលបញ្ជាក់ថាគាត់មិនអាចចេញទៅក្រៅបានទេនាងខ្ញុំឆ្ងល់ណាស់ហេតុអីក៏រកមិនឃើញនាងខ្ញុំស្រែកហៅក៏មនុស្សឆ្លើយទៀតពេលនេះនាងខ្ញុំលែងហ៊ាននៅផ្ទះម្នាក់ឯងព្រោះមានអារម្មណ៍ថាស្វាមីប្រហែលជាមិនស្រួលហើយនាងខ្ញុំបើកទ្វាររត់សំដៅទៅផ្ទះមីងមីរបស់បងចំដើម្បីសាកសួរមើលតើឃើញគាត់ដែរឬអត់ពេលទៅដល់ឃើញញាតិមិត្តរបស់បងចំជាច្រើនអ្នកកំពុងមានអាការតក់ស្លុតសំឡេងនរណាម្នាក់បានសួរមកនាងខ្ញុំថាបានដឹងរឿងអាចំហើយឬបានជារត់មកទាំងស្លន់ស្លោដូច្នេះនាងខ្ញុំសួរបកទៅពួកគេវិញថាដឹងរឿងអីមានឃើញបងចំទេយប់មិញត្រឡប់មកពីបើកឡានវិញបានដេកក្បែរនាងខ្ញុំទៀតផងប៉ុន្តែពេលនេះមិនដឹងជាបាត់ទៅណាពួកគេទៅមកនាងខ្ញុំវិញថាយល់សប្តិដឹងអាចជូនត្រូវរថយន្តបុកស្លាប់បាត់ទៅហើយត្រឡប់មកវិញធ្វើម្ដេចនឹងកើតពេលបាននៅដូច្នេះនាងខ្ញុំស្រាលខ្លួនស្លេវស្លឹកត្រចៀកហឹងងឹតទប់ខ្លួនលែងចង់នឹងពួកគេបន្ថែមទៀតថាខាងក្រុមហ៊ុនគេមកប្រាប់អំបញ្ញមិញនេះថាអាចចំបើកឡានបុកគ្នាស្លាប់បាត់ទៅហើយពេលនេះសាកសវានៅមន្ទីរពេទ្យឯណោះពួកយើងរៀបទៅប្រាប់ចៃដន្យឯងមកដល់ល្មមនាងខ្ញុំស្ដាប់ឬតែប៉ុណ្ណោះក៏សន្លប់បាត់ស្មារតីទៅពេលភ្ញាក់ដឹងខ្លួនមកវិញភ្លឺចេះទៅហើយនាងខ្ញុំនឹកដល់ហេតុការណ៍ដែលនាងខ្ញុំបានឃើញកាលពីយប់មិញនោះគឺជាវិញ្ញាណស្វាមីរបស់នាងខ្ញុំពិតប្រាកដមុននឹងស្លាប់គាត់ប្រាកដជាបារម្ភនឹងនាងខ្ញុំណាស់ទៅពេលដាច់ខ្យល់ពឹបទៅវិញ្ញាណរបស់គាត់មករកនាងខ្ញុំភ្លាមរឿងបងចំដែលលូនចូលដេកជាមួយនឹងនាងខ្ញុំនោះប្រាកដជាមិនអាចទៅកើតទេព្រោះទ្វារសុទ្ធតែខ្ទាស់ពីខាងក្នុងទាំងអស់គ្មានអ្វីសង្ស័យឡើយព្រោះមានតែខ្មោចឬវិញ្ញាណទេទើបអាចចូលមកបាន
ទោះបីជាដឹងថាជីវិតមនុស្សយើងមិនទៀងក៏ដោយនាងខ្ញុំនៅតែសោកសៅស្ដាយស្រណោះប្តីណាស់ព្រោះកាត់ជាមនុស្សល្អនិងជាអ្នកផ្ដល់កំណើតឲ្យកូននៅក្នុងផ្ទៃរបស់នាងខ្ញុំផងនាងខ្ញុំអាណិតកូនខ្លាំងណាស់ពេលវាកើតមកគ្មានឪពុកនឹងគេនាងខ្ញុំសូមអនុញ្ញាតមិននិយាយពីការធ្វើបុណ្យសប្តីអីនោះទេគ្រាន់តែបញ្ជាក់ថាក្រោយពីបុណ្យឲ្យស្វាមីហើយក៏លេចជាដំណឹងដល់ឪពុកម្ដាយរបស់នាងខ្ញុំពួកគាត់ក៏តាមមកទទួលនាងខ្ញុំឲ្យទៅនៅជាមួយវិញដល់មកនាងខ្ញុំប្រសូតបានកូនប្រុសនិងនៅជាមេម៉ាយកូនមួយរហូតមកដល់សព្វថ្ងៃនេះ